miền bong bóng dưỡng cứ sang cầm hộp thông muối group bay rồi khe hỏi chụp hộp này group bay rồi khe hay ở khơi lệ thu si ấm lên khỏa chẳng bong bóng thưa bài này cứ miền ngày tế bong bóng này cứ miền ngày ban set up tế hay có miền ngày lệ thu si ấm Facebook kita lệ ở dưỡng đài nhóm nông prapi mùa hai này mùa hai cứ Facebook bắt bong tận chất cho mùa dưỡng bắt hai Trasco cứ lệ cho tiệm bắt ở hai này Trasco cứ chị ấy cứ bẩn tụในការផ្ដល់ទំនុកចិត្តហ្នឹងហើយទៅលើ account របស់យើងទៅលើ page របស់យើងអញ្ចឹងខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាតើអ្វីដែលបងប្អូនគួរធ្វើបន្តនៅពេលដែលបងប្អូនកំពុងតែស្ថិតក្នុងដំណាក់កាលរងចាំហ្នឹងហើយពេលដែលគ្រប់ 300k ហើយគឺមិនទាន់ធ្លាក់ 2cm អញ្ចឹងក្នុងកំឡុងពេលនៃការរងចាំនេះអ្វីដែលបងប្អូនគួរធ្វើទី1បងប្អូនបន្តផុសធម្មតាណាហ្នឹងហើយបងប្អូនធ្លាប់ផុសលើកមុនមិនបងប្អូនផុសឲ្យដូចដើមឬក៏ផុសលើកមុនទៀតកាន់តែល្អក្នុងមួយថ្ងៃយើងធ្លាប់ផុសប្រហែល4ទៅ6ផុសបងប្អូនបន្តផុសបងប្អូនកុំតម្លាក់ដៃដើម្បីឲ្យ Facebook ឃើញថាយើងគឺជា content creator មួយដែលសកម្មអញ្ចឹងបងប្អូនបានបន្ទុកហ្នឹងហើយបន្ទុករបស់យើងគឺនៅតែថេររហូតទី2បងប្អូនទៅសម្អាតហ្នឹងហើយ page ឬក៏ profile របស់យើងហ្នឹងហើយយើងទៅឆែកមើលបងប្អូនហ្នឹងហើយយើងមើលថាវីដេអូឬក៏រូបភាពណាមិនតំណងឬក៏អាចជាប់ copyright បងប្អូនទៅលុបចេញហ្នឹងហើយការសម្អាតអីផ្សេងហ្នឹងហើយរបៀបឆែកមើលទៅលើ copyright ត្រង់ណាត្រង់ណីបងប្អូនកុំភ្លេចទៅចុច link ត្រង់ comment ណាខ្ញុំមានវីដេអូបង្ហាញប្រាប់បងប្អូនទាំងអស់គ្នាបើបងប្អូនខ្លះគាត់អត់ដឹងគាត់អាចទៅមើលបានណាហ្នឹងហើយអញ្ចឹងបងប្អូនទៅលុបចេញទៅ content ណាដែលបងប្អូនមានអារម្មណ៍ថាអត់តំណងទេហ្នឹងហើយឬក៏បងប្អូនខ្លះគាត់ធ្លាប់ទៅយកវីដេអូគេហ្នឹងហើយយកមកផុសអាហ្នឹងក៏គ្រោះថ្នាក់ដែរបងប្អូនហ្នឹងហើយព្រោះនៅពេលដែលFacebook វាចាប់ដើម review វាមិនមែន review វីដេអូដែលបងប្អូនផុសហ្នឹងហើយគ្រប់ 300k ហ្នឹងទេរៀងរាល់ផុសបងប្អូនដែលធ្លាប់ផុសពីមុនទាំងប្រមាណគឺវា review ទាំងអស់ណាបងប្អូនណាអញ្ចឹងបងប្អូនកុំមានការយល់ច្រឡំថាវា review តែអាចចំនួនវីដេអូដែលបងប្អូនផុសទៅគ្រប់ 300k no អញ្ចឹងបងប្អូនប្រយ័ត្នត្រង់ចំណុចនេះចំណុចទី3បងប្អូនកុំភ្លេចតម្លៃណាហ្នឹងហើយក្នុងមួយថ្ងៃបងប្អូន live 2ទៅ3ដងទៅក្នុងម្ដងបងប្អូន live ពី5ទៅ10នាទីទៅក៏បានដែរមិនបាច់យូរពេកទេណាហ្នឹងហើយយើងធ្វើឲ្យបានពី5ថ្ងៃទៅមួយអាទិត្យទៅដើម្បីឲ្យ Facebook គឺគេសម្គាល់ពីអត្តសញ្ញាណរបស់យើងណាព្រោះ Facebook គឺចូលចិត្តធ្វើការជាមួយមនុស្សពិតប្រាកដណាហ្នឹងហើយអញ្ចឹងមានអ្នកខ្លះគាត់ឆ្ងល់ថាមិនបាន Facebook គាត់ហ្នឹងហើយលេងមកគ្រប់ដូចគេដែរគេមិនបានតម្លាក់ tool set up លឿនមិនហើយគាត់មិនក៏អត់ទាន់តម្លាក់ tool set up ព្រោះដោយសារអ្នកខ្លះគឺគេលេងចេញមុខចេញមាត់អញ្ចឹងពេលដែល Facebook គេ review ទៅ content របស់គេល្អ content របស់គេ original ហើយណាមួយគេជាអ្នកបញ្ចេញអត្តសញ្ញាណទៀតអញ្ចឹង Facebook គឺតម្លាក់ 2cm ឲ្យគេមុនយើងបាត់ទៅហើយណាហ្នឹងហើយចំណុចទី4បងប្អូនកុំភ្លេចទៅពិនិត្យមើលគុណភាព page ឬក៏ profile របស់យើងណាបងប្អូនអាចចូលត្រង់ recommendation ឬក៏បងប្អូនអាចចូលទៅត្រង់កន្លែង support inbox ណាយើងចង់ដឹងថាតើ page ឬក៏ profile របស់យើងមានជាប់ការពមៀនអីផ្សេងឬក៏ចេញពណ៌លឿងអីអត់ហ្នឹងហើយបើសិនជាក្នុងករណីចេញបងប្អូនទៅលុបចេញណាតាក់ទងជាមួយនឹងវីដេអូខ្លះក៏ជាប់ copyright ឬក៏បងប្អូនលេងអីខុសប្រក្រតីធ្វើឲ្យ spam អីបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នមែនតើហ្នឹងហើយខ្ញុំជឿថាអត់យូរទេបងប្អូនណាបើសិនជាបងប្អូនធ្វើតាមគោលការណ៍អ្វីដែលខ្ញុំបាននិយាយនេះគឺបងប្អូននឹងទទួលបាន tool set up ក្នុងពេលឆាប់ជាពិសេសបងប្អូនខ្លះគឺគាត់ធ្លាក់បដាហើយហ្នឹងហើយព្រោះដោយសារគឺចាប់ពីឥឡូវរហូតដល់ចុងខែសីហាអត់ដឹងថាថ្ងៃណាមួយទេបងប្អូនហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនធ្វើ account ស្អាតស្អំហ្នឹងហើយ account របស់បងប្អូនអត់មានជាប់ការពមៀនហើយបងប្អូនផុសទៀងទាត់ជាពិសេសបងប្អូនគ្រប់ 300k បងប្អូននៅតែបន្តសកម្មភាពបងប្អូនធម្មតាដែលធ្វើឲ្យ Facebook គេគិតថាយើងគឺជា content creator មួយដែលសកម្មអញ្ចឹង 2cm នឹងធ្លាក់មកក្នុងពេលឆាប់